អ្នករៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាអូឡ িম্প ិករដូវរងាមីឡាណូខូធីណាឆ្នាំ2026បានលក់សម្បុត្រចិត្តប្រមាណជា70%នៅក្នុងរយៈពេលតិចជាង2ខែមុនពិធីបើកនេះបើយោងតាមគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិបាននិយាយកាលពីថ្ងៃពុធទី10ខែធ្នូដោយសង្ឃឹមថាការបញ្ជូនភ្លើងអូឡ িম্প ិកនឹងជំរុញសម្រាប់ការលក់នៅក្នុងដំណាក់កាលចុងក្រោយសម្បុត្រសរុបចំនួន1.4លានសន្លឹកត្រូវបានដាក់ចេញសម្រាប់ព្រឹត្តិការណ៍កីឡាចាប់ពីថ្ងៃទី6ដល់ថ្ងៃទី22ខែកុម្ភៈដោយមានសម្បុត្រជិត1លានសន្លឹកត្រូវបានលក់និងប្រហែលជា25,500សន្លឹកត្រូវបានត្រៀមដាក់ចេញសម្រាប់កីឡាប៉ារ៉ាឡ িম্প ិកដែលបានប្រារព្ធឡើងពី3សប្តាហ៍ក្រោយការបញ្ជូនភ្លើងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡ িম্প ិកបានចាប់ផ្ដើមកាលពីសប្តាហ៍មុនជាមួយនឹងការដង្ហែភ្លើងនៅទូទាំងប្រទេសដើម្បីជំរុញការចាប់អារម្មណ៍ក្នុងចំណោមជនជាតិអ៊ីតាលីជាច្រើនលោក Christophe Doubi ដែលជានាយកប្រតិបត្តិកីឡាអូឡ িম্প ិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំប្រឹក្សាភិបាល IOC ដែលរួមមានរបាយការណ៍វឌ្ឍនភាពដោយអ្នករៀបចំអ៊ីតាលីបាននិយាយថាយើងកាន់តែខិតជិតដល់ប្រមាណជា70%នៅក្នុងដំណាក់កាលនេះនៅក្នុងការសម្រេចបានលោកបាននិយាយថាលោកសង្ឃឹមថាការបញ្ជូនភ្លើងនឹងជំរុញការលក់សម្បុត្រជាពិសេសសម្រាប់កីឡាប៉ារ៉ាឡ িম্প ិកវាតែងតែមានផលពិបាកបន្តិចបន្តួចនៅទីនោះការលក់សម្បុត្រប៉ារ៉ាឡ িম্প ិកយើងកំពុងតែយឺតយ៉ាវយើងសង្ឃឹមថាការបញ្ជូនភ្លើងនឹងជួយឲ្យព្រឹត្តិការណ៍មួយនេះកាន់តែរលូនអ្នករៀបចំអូឡ িম্প ិកប្រញាប់ប្រញាល់ដើម្បីបញ្ចប់នឹងការសាកល្បងទីកន្លែងប្រកួតប្រជែងដោយទីកន្លែងការប្រកួតវាយកីឡាហុកគីនាទីក្រុងមីឡែនគឺជាគម្រោងមួយក្នុងចំណោមគម្រោងដែលស្ថិតនៅក្រោមការកំណត់ដ៏តឹងរ៉ឹងតាំងពីដំបូងវាបានលេចចេញមកក្នុងការចាប់អារម្មណ៍ម្ដងទៀតក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះលើទំហំនៃទីលានរបស់វាបន្ទាប់ពីមានរបាយការណ៍ថាទីលានមួយនេះហាក់បីដូចជាមានភាពខ្លីជាងស្តង់ដារដែលប្រើនៅលើកន្លែងការប្រកួត NHL IOC បាននិយាយថាលែងមានការពិភាក្សាណាមួយលើទំហំទៀតហើយដោយភាគីពាក់ព័ន្ធទាំងអស់រួមទាំង NHL និងកីឡាករប្រកួតក៏ដូចជាសហព័ន្ធអន្តរជាតិបានយល់ព្រមលើរឿងរ៉ាវទាំងអស់នេះព្រឹត្តិការណ៍សាកល្បងការប្រកួតកីឡាវាយហុកគីសម្រាប់ខែនេះត្រូវបានរុញទៅដើមខែមករាវិញហើយឥឡូវនេះក៏នឹងរួមបញ្ចូលទៅកាន់អ្នកទស្សនាផងដែរ